កូនទៅតែសម្រាប់បាន10ថ្ងៃហើយទឹកនោមពណ៌លឿងតើមានបញ្ហាអីឬអត់តើតើទៅនឹងពណ៌របស់ទឹកនោមជាទូទៅមិនថាមនុស្សធំឬក៏ទារកទើបនឹងកើតឬក៏កូនក្មេងទេពណ៌ទឹកនោមដែលធម្មតាគឺមានពណ៌លឿងស្រាលពណ៌លឿងស្រាលគឺជាទម្រង់ឬក៏ជាពណ៌នៃបង្ហាញថាជាទឹកនោមធម្មតាបើសិនជាក្រៅពីពណ៌លឿងស្រាលឧទាហរណ៍ដូចជានៅក្នុងរូបភាពមួយនេះគឺមានពណ៌សមានពណ៌កម្ៅពណ៌តែចាស់ពណ៌ស្តៀងទៅនឹងទឹកឃ្មុំមានពណ៌ផ្កាឈូកមានន័យថាបង្ហាញថាមានឈាមនៅក្នុងហ្នឹងវាគឺជាពណ៌របស់ទឹកនោមដែលបង្ហាញថាមានបញ្ហាសុខភាពផ្សេងៗសម្រាប់ទារកដែលទើបនឹងសម្រាលវិញជាទូទៅក្នុងអំឡុងពេល2ទៅ3ថ្ងៃដំបូងគឺអាចនឹងមានការបត់ជើងតូចមកគឺមានពណ៌ស្តៀងទៅនឹងទឹកក្រូចនៅលើកន្ទប់របស់កូនគឺយើងអាចមើលទៅលើរូបនេះបានគឺមានពណ៌ស្តៀងទៅនឹងទឹកក្រូចឬក៏ពេលខ្លះពណ៌រាងផ្កាឈូកលីទឹកក្រូចវាគឺជាគេហៅថា Virat crystal ដែលវាមាននៅក្នុងទឹកនោមរបស់ក្មេងក្នុងអំឡុងពេល2 3ថ្ងៃដំបូងក្រោយពេលសម្រាលហ្នឹងគឺជាទម្រង់មួយដែលធម្មតាមិនមានតើតើបញ្ហាសុខភាពអីទេវាបង្ហាញថាកូនមានសុខភាពល្អធម្មតាទេប៉ុន្តែបើសិនជាពណ៌បែបហ្នឹងមានជាប់រហូតដល់លើសពី1សប្តាហ៍ឡើងទៅវាបង្ហាញថាជាបញ្ហាសុខភាពមានន័យថាកូនអាចនឹងមានការបើនឹងមិនគ្រប់គ្រាន់ការបំបើដោះកូនទាំងដោះគោហើយនៅក្រោមម្ដាយគឺអត់បានគ្រប់គ្រាន់ក៏អាចធ្វើឲ្យកូនមានបញ្ហាបាត់ជើងមកមានពណ៌បែបហ្នឹងដែរប៉ុន្តែបើសិនជា2 3ថ្ងៃដំបូងមានបញ្ហាបែបហ្នឹងហើយបាត់ទៅវិញវាគឺជារឿងធម្មតាសម្រាប់ទារកដែលទើបនឹងកើតសម្រាប់ពណ៌ទឹកនោមតែមួយប្រភេទគឺយើងអត់អាចនិយាយថាក្មេងមានជំងឺឬក៏អត់ទេដោយសារតែរោគសញ្ញារបស់ក្មេងតូចៗដែលបង្ហាញថាមានបញ្ហារលាកផ្លូវនោមផ្សេងៗក្រៅពីពណ៌ទឹកនោមគឺតកតងទៅនឹងក្មេងដែលមានបញ្ហាគាត់មានក្តៅខ្លួនគាត់មានយំរោគរឿងខុសពីធម្មតានៅពេលដែលគាត់បត់ជើងតូចរៀបនឹងបត់ជើងតូចម្ដងគឺគាត់យំពើតខ្លួនខ្លាំងខុសពីធម្មតាហើយមានសញ្ញាក្តៅខ្លួនមានការថយញ៉ាំគេមិនសិនស្កប់វាគឺជាសញ្ញានៃការរលាកទៅលើផ្លូវនោមរបស់ក្មេងជាពិសេសគឺក្មេងស្រីដោយសារក្មេងស្រីឬក៏មនុស្សស្រីគឺមានបង្ហួរនោមនឹងខ្លីកាលណាបង្ហួរនោមខ្លីគឺងាយនឹងឆ្លងមេរោគជាពិសេសគឺមេរោគដែលចេញពីផ្លូវលាមកមកខាងមុខតកតងទៅនឹងអនាម័យគឺសម្រាប់ក្មេងស្រីគឺយើងត្រូវតែប្រុងប្រយ័ត្នតើតើទៅនឹងការបដូរកន្ទប់គឺយើងត្រូវតែឧស្សាហ៍បដូរកន្ទប់ឲ្យកូនមិនថាក្មេងស្រីឬក៏ក្មេងប្រុសទេគឺអាចប្រឈមដូចគ្នាគ្រាន់តែក្មេងស្រីគឺមានការប្រឈមជាងទៅលើការរលាកទៅលើបង្ហួរនោមហើយនិងផ្លាប់នោមដូច្នេះសម្រាប់ការបត់ជើងតូចមកមិនថាក្មេងឬក៏មនុស្សធំទេពណ៌ទឹកនោមលឿងស្រាលគឺជាពណ៌ដែលធម្មតាប៉ុន្តែយើងត្រូវតែពិនិត្យមើលទៅលើសញ្ញាផ្សេងទៀតដែលយើងសង្ស័យដូចជាការឈឺពើនៅលើថ្ងាសសម្រាប់ក្មេងតូចគាត់អត់ចេះប្រាប់ទេគាត់អាចនឹងយំរោគរឿងខុសពីធម្មតាប៉ុន្តែក្មេងធំនិងមនុស្សធំគឺយើងដឹងហើយនៅពេលដែលមានការរលាកទៅលើផ្លាប់នោមឬក៏បង្ហួរនោមការបត់ជើងតូចទៅអាចនឹងមានបញ្ហាទឹកនោមនឹងក្តៅខ្លាំងខុសពីធម្មតាផ្សាឬក៏កាហាយឈឺចាប់ពើនៅលើថ្ងាសនៅពេលដែលបត់ជើងតូចហើយពេលខ្លះបត់ជើងមកមានពពុះច្រើននៅក្នុងទឹកនោមឬក៏មានឈាមហើយទឹកនោមគឺខុសពីពណ៌លឿងស្រាលមានន័យថាអាចជាពណ៌ក្រហមមានឈាមនៅក្នុងហ្នឹងឬក៏ពណ៌ទឹកតែចាស់ពណ៌កម្ៅវាគឺជាសញ្ញាដែលមានការរលាកនៅលើផ្លូវនោមដូច្នេះគឺត្រូវតែប្រញាប់ទៅមន្ទីរពេទ្យមិនថាមនុស្សធំឬក៏កូនក្មេងទេគឺត្រូវតែប្រញាប់ទៅព្យាបាលជាមួយនឹងគ្រូពេទ្យដូច្នេះអរគុណច្រើនសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅក្នុងវីដេអូផ្សេងទៀតជម្រាបលា